Mong ôn miền ban khơi ca bọ sài rồi bọ mà đài côn sài tu đài chỉ ở tè tớ là đua hay cặp ở tè tớ hay miền mình được prong mình nè để quạt chim mà tô màu khơi quạt chui vậy chả ban khơi nở quạt ban bọ sàiในក្នុង video របស់គាត់ដូចជា2 3 video ដែរចាឥឡូវខ្ញុំសូមអានការបកស្រាយរបស់គាត់បន្តិចហ្នឹងហើយគាត់ថាវីដេអូនេះដែរនាងខ្ញុំសូមអរគុណដល់បងប្អូនអ៊ំពូមីងក៏ដូចជាម៉ាក់ទាំងអស់គ្នាដែលបានយល់ពីអារម្មណ៍ជាម្ដាយដូចគ្នាចាហើយគាត់ក៏បានឆ្លើយតបទៅជាមួយនឹងអ្នកដែលជេរគាត់នៅពាក្យអសរោះផងដែរក៏ប៉ុន្តែខ្ញុំសូមអានសិនចាំខ្ញុំបកស្រាយតាមក្រោយណាចាគាត់ថាហើយក៏សូមផ្ដាំទៅពួកមីតែស្គរពួកមីខូអាចមួយចំនួនផងកូនអញស្រឡាញ់ណាស់ពួកអ្នកឯងមិនមែននៅក្នុងគ្រួសារអញទេអញ្ចឹងហើយកុំចេះវិនិច្ឆ័យរឿងគេពេកចិត្តជាឪពុកម្ដាយគ្មានអ្នកណាចង់ឲ្យរឿងបែបនេះកើតឡើងមកលើកូនខ្លួនឯងទេបេះដូងគេជាម្ដាយនេះវាខ្ទេចខ្ទាំអស់ហើយយកពេលវេលាចេះដឹងរឿងគេទៅមើលអង្គក្នុងធុងខ្លួនឯងទៅអញនិយាយមួយម៉ាត់ចុងក្រោយឈប់ចេះដឹងរឿងអញទៀតប្រយ័ត្នបានខ្នោះលេខ88ស្គាល់អត់ទេអរគុណដល់បងប្អូនមិត្តទាំងអស់ផងដែលឆាតមកលើកទឹកចិត្តនាងខ្ញុំចាអញ្ចឹងនៅក្នុងចំណោមការលើកទឹកចិត្តក៏មាននាងខ្ញុំម្នាក់ដែរសូមលើកទឹកចិត្តដល់អ្នកម្ដាយរូបនេះដែលកំពុងតែត្រូវបានមហាជនឬក៏បណ្ដាញសង្គមវាយប្រហារលើកទឹកចិត្តថាសូមឲ្យរឹងមាំឡើងខ្ញុំយល់ថាពាក្យពេចន៍ទាំងអស់ដែលគាត់និយាយមកអសរោះយើងស្ដាប់ទៅសគាតាជាមែនទេថាអុយឆ្លើយហ្នឹងហើយនិយាយស្ដីចេញមករបៀបដូចមានតែឯងអត់សុភាពរៀបសារទុនភ្លុនសំជានារីអីអញ្ចឹងណាហ្នឹងហើយអញ្ចឹងគាត់និយាយតាមអារម្មណ៍គាត់ខឹងបងប្អូនតែបងប្អូនដឹងមិនអត់ផ្ទះរបស់គាត់គឺធំហើយវែងអាចនិយាយបានថាគាត់គឺជាមេដាដៃ100នៅក្នុងផ្ទះជាមនុស្សស្រីដែលនៅក្នុងផ្ទះមើលថែកូន3នាក់សិតកូនតូចហើយពេលដែលគាត់ទុកកូននៅជីកទាហ្នឹងគាត់ឲ្យអាហៀគេ2នាក់នោះបងប្រុសគេ2នាក់នោះចាអាយុប្រហែលជាខ្ទង់7 8ឆ្នាំមើលទៅ2នាក់ហ្នឹងនៅជួយមើលប្អូនចាអញ្ចឹងផ្ទះរបស់គាត់គឺវែងទៅក្រោយទៅខាងក្រោយជាង10ម៉ែត្របងប្អូនចាហើយផ្ទះគាត់មានអាទ្វារនេះមកតង់ទៀតបើកទ្វារទៅនៅខាងមុខហ្នឹងគឺមាន space កន្លែងដាក់កង់ដាក់ម៉ូតូអីអញ្ចឹងមានទ្វារមកតង់ទៀតបើយើងនិយាយទៅវាចូល3តង់ណាបងប្អូនចាគឺ space នៅខាងមុខសម្រាប់ដាក់អាទិះដាក់អីរុញលេងអីអញ្ចឹងទៅឲ្យលបងធំបំផុតនៅខាងមុខហ្នឹងអត់ដឹងថៃទេថ្ងៃហ្នឹងបែរជាចំហអត់មានអ្នកបិទអញ្ចឹងណាឲ្យគាត់រវល់ធ្វើម្ហូបនឹងចក្រានបាយខាងក្រោយហើយអាបងគេ2នាក់នេះថ្ងៃដែលម៉ាក់ប្រើឲ្យមើលប្អូនហ្នឹងចាម៉ាក់រវល់ធ្វើម្ហូបនៅក្រោយចាគាត់រវល់ធ្វើម្ហូបនៅក្រោយអាឡ័យតែជក់មើលទួហើយបងប្អូនគិតមើលបងប្អូនឆ្ងល់ថាហើយចុះកូនយំម្លឹងមីម៉ែហ្នឹងវាទៅណាវាមិនបានមិនលឺសំឡេងកូនយំសោះមិនលឺបងប្អូនហើយបើសំឡេងទួក៏វាបើកខ្លាំងចាហើយគាត់ធ្វើម្ហូបឆាឆលនឹងក្រោយទៀតហើយមិនមែនតែយូរអីទេបើយើងមើលតាមវីដេអូគឺ2នាទីទេហើយសួរវីដេអូនឹងបែកធ្លាយមកពីណាគ្មានបែកធ្លាយមកពីណាគាត់ខ្លួនគាត់នឹងឯងគាត់ជាអ្នកផុសក្នុងន័យដាស់តឿនដល់ម៉ាក់ផ្សេងទៀតដែលមានកូនទូចកុំឲ្យដូចថាមានការធ្វេសប្រហែសមកកើតជាកំហុសមានការឈឺចាប់មានវិបដិសារីដូចគាត់ពេលដែលគាត់ចេញមកបកស្រាយហើយហ្នឹងគឺអ្នកខ្លះនៅតែជេរគាត់ទៀតដោយសារប្រកាន់លើអាពាក្យសម្ដីដែលគាត់និយាយអត់ព្រោះអ្នកខ្លះអញ្ចឹងឯងបងប្អូនគាត់ចូលចិត្តនិយាយឆៅយកហ្មងគាត់មិនចេះការទូតទេ